បាទជំរាបសួរពុកម៉ែបងប្អូនបាទសំឡេងខ្ញុំងល់ដោយសារផ្ដាសាយទើបតែចិត្តជាអញ្ចឹងពុកម៉ែបងប្អូនបាទកើតទៅវាចង់មកទឹកឬក៏មកទឹកហើយនេះហើយអត់មានអីធ្ងន់ដកធ្ងន់ធ្ងរឬក៏ធំដល់មិនទេគ្រាន់តែនិយាយវាដូចអត់សូវច្បាស់បាទនេះខ្ញុំឃើញដើមព្រីងមួយដើមពុកម៉ែបងប្អូនខ្ញុំថតតាំងពីកាលពីខែមុននោះបាទដើមឆ្នាំ2025យើងហ្នឹងបងប្អូនអូយនិយាយពីផ្លែចង់បាក់ទឹកបាក់ដីបាក់ដើមបាទផ្លែគ្រប់ទាំងអស់តាំងមេឃតាំងគល់វាបាទនៅតាមមេឃមួយហ្នឹងទោះបីគេកាប់បាក់ដាច់យ៉ាងណាក៏ដោយក៏ព្រីងមួយនឹងផ្លែអូផ្លែមែនតែនតែម្ដងបងប្អូនផ្លែនេះផ្លែរកអីនិយាយមិនបានហ្មងណាបើតាមធម្មតាវិញបើសិនជាខុសពីផ្លែព្រីងវិញអាចថាបាក់ដើមបាក់មេឃអញ្ចឹងណាបាទគឺថាចម្រើនម្ចាស់មែនតែនបាទព្រីងនេះបាទអញ្ចឹងខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់យកទស្សនវិជ្ជានៃដើមព្រីងនៅខាងស្រុកក្បែរផ្ទះហ្នឹងយកមកចែកជូនពុកម៉ែបងប្អូនបាទអញ្ចឹងក៏សូមបញ្ចប់វីដេអូនេះហើយក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់បាទមានសុខភាពល្អរកទទួលទានមានបានធ្វើដំណើរទៅណាមកណាប្រកបដោយសុខភាពទាំងទៅទាំងមកបាទសូមអនុមោទនារីករាយបាយបាយ